អាក្បត់ជាតិសំរងស៊ីនេះវានិយាយថាត្រូវបង្កើនសម្ពាធក្នុងនិងក្រៅប្រទេសត្រូវបង្កើនសម្ពាធឲ្យសម្ដេចចុះចេញពីតំណែងសម្ដីមួយឃ្លារបស់សំរងស៊ីបង្ហាញច្បាស់តែម្ដងបងប្អូនគឺអាក្បត់ជាតិនេះវាមានចេតនាបំបែកបំបាក់ផ្ទៃក្នុងឲ្យតែឃើញខ្មែរងើបបន្តិចវារិះរោគគ្រប់មធ្យោបាយដើម្បីបំផ្លាញខ្មែរភ្លាមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានាងខ្ញុំបៃលីវីដេអូនេះនាងខ្ញុំនឹងបង្ហាញជូនបងប្អូនពីចំណុចមួយចំនួនដោយជនក្បត់ជាតិសំរងស៊ីបាននិយាយសារភាពដោយផ្ទាល់មាត់ខ្លួនឯងចំពោះចេតនានិងគោលបំណងរបស់ខ្លួនដើម្បីបំបែកបំបាក់ខ្មែរជាពិសេសសំរងស៊ីលាតត្រដាងពីសន្តានពូជឈាមក្បត់ជាតិដោយខ្លួនឯងតែម្ដងសូមពុកម៉ែបងប្អូនស្ដាប់និងទស្សនាវីដេអូរបស់ជនក្បត់ជាតិនេះទាំងអស់គ្នាខ្ញុំមានទំនួលមួយតាក់ទងទៅនឹងលោកពូសំរងស៊ីព្រោះឯកស្ថានភាពស្រុកយើងមានសង្គ្រាមខាងស៊ានឈ្លានពានហើយលោកពូបានលើកឡើងអំពីបញ្ហាការដែលមានសង្គ្រាមនេះតាក់ទងទៅនឹងការបោកតាមអនឡាញដែលមានជំរកនៅកម្ពុជានិងប្រទេសផ្សេងៗហើយខ្ញុំសួរថាចាក្នុងស្ថានភាពបែបនេះពេលដែលលោកពូលើកឡើងអញ្ចឹងតើវាមានប្រសិទ្ធភាពឆ្លើយតបជាអំណោយផលដល់ពលរដ្ឋបានកម្រិតណាដែរព្រោះខ្ញុំគិតមើលទៅពលរដ្ឋនៅក្នុងស្រុកថ្ងៃនេះគាត់ខ្វះស្វែងរកចិញ្ចឹមកាពះឲ្យភ័យខ្លាចផងផ្ទះសម្បែងគាត់ក៏បាត់បង់ទៀតចឹងបានឆ្លើយតបដល់កម្រិតណាទៅខ្ញុំមានជំនឿតែមួយនឹងទេចាអរគុណជំរាបលាល្អមែនតើក្នុងស្ថានភាពនៅពេលដែលមនុស្សកំពុងតែក្រកំពុងតែលំបាកវេទនានេះតើគេអាចឆ្លើយតបបានបែបណាទៅចំពោះការអំពាវនាវរបស់អាដាមនេះវាមានប្រសិទ្ធភាពបែបណាអរគុណសុកណាប្រសិទ្ធភាពគឺបញ្ចប់សង្គ្រាមកុំឲ្យមានលេសថៃធ្វើសង្គ្រាមមកលើប្រសិទ្ធភាពចំពោះការអំពាវនាវអាដាមទៅលើប្រជាពលរដ្ឋតើប្រជាពលរដ្ឋនឹងអាចទទួលបានបែបណាដែរចំពោះការអំពាវនាវនេះវាមានប្រសិទ្ធភាពចំពោះការអំពាវនាវបែបណាអាដាមប្រសិទ្ធភាពនោះគឺត្រូវបង្កើនសម្ពាធនៅក្នុងប្រទេសនៅក្រៅប្រទេសយើងមិនចាំបាច់និយាយទេតែនៅក្នុងប្រទេសត្រូវតែបង្កើនសម្ពាធឲ្យហ៊ុនសែនចុះចេញពីតំណែងឲ្យឈប់ដឹកនាំនយោបាយចូលដៃជាមួយចៅបើនៅតែដឹកនាំនយោបាយចូលដៃជាមួយចៅបរទេសគេមានលេសមកកំទេចចៅហើយពេលគេមកកំទេចចៅវាប៉ះប្រជាពលរដ្ឋដែលរស់នៅលើទឹកដីប្រទេសកម្ពុជាដោយទម្លាក់ក្របបែកណានៅប៉ោយប៉ែតនៅលើតំបន់បនលបៃស៊ីសងកាស៊ីណូអីគេសម្ដៅចៅហើយប៉ុន្តែក្នុងសង្គ្រាមណាដូចនៅសង្គ្រាមអ៊ុយក្រែនអីអញ្ចឹងគឺវាប៉ះដល់ជនស៊ីវិលស្រូតត្រង់ហើយអញ្ចឹងយើងត្រូវតែបញ្ចប់កុំឲ្យមានអំពើហិង្សាតែម្ដងកុំឲ្យមានអំពើហិង្សាគឺកុំឲ្យបរទេសប្រើលេសចូលមកកំទេចចោលពីព្រោះវាអស់មានចោលហើយអស់មានមេដឹកនាំណាដែលចូលដៃជាមួយចោលទៀតទេមិនមែនដូចសប្តាហ៍ទេពុកម៉ែបងប្អូនសម្ដីរបស់ពូជអាក្បត់ជាតិសំរងស៊ីនៅក្នុងវីដេអូនេះហាក់បង្ហាញកាន់តែច្បាស់ថាសំរងស៊ីកំពុងតែចូលដៃចូលជើងជាមួយនឹងសៀមបំផ្លាញខ្មែរពិតប្រាកដមែនតោះឥឡូវសូមពុកម៉ែបងប្អូនយើងមកវែកញែកទាំងអស់គ្នាចំណុចមួយដែលសំខាន់ដែលពូជអាក្បត់ជាតិសំរងស៊ីវានិយាយថាសម្ដេចដែលចូលស្មានថាខ្លួនឯងឆ្លាតក្មេងលេងភ្លើងឆេះដៃឆេះខ្លួនឆេះផ្ទះខ្ញុំចង់ផ្ដាំទៅពូជអាក្បត់ជាតិសំរងស៊ីឯងថានិយាយថាសម្ដេចមិនឆ្លាតយ៉ាងម៉េចមិនពូកែយ៉ាងម៉េចបើសម្ដេចមិនឆ្លាតមិនពូកែមិនខ្លាំងមែនមិនមែនពេលនេះដឹកនាំប្រទេសបានប៉ុណ្ណេះទេវាខុសពីសន្តានពូជក្បត់ជាតិសំរងស៊ីដែលតាំងខ្លួនឯងជាអ្នកចេះប៉ុន្តែដឹកនាំបករលាយរលត់អស់ហើយក្បត់ជាតិទាំងឪទាំងកូនធ្វើនយោបាយរហូតដល់រត់ចោលស្រុកស៊ីកម្លាំងញើសឈាមអ្នកគ្រប់គ្រងសន្តានថោកក្បត់ជាតិដូចសំសេរីអញ្ចឹងពុកម៉ែបងប្អូនសំរងស៊ីវានិយាយថាគ្មានថៃណាចង់សម្របសម្រួលជាមួយនឹងសម្ដេចទេយីអើយបើសៀមវាចង់បំផ្លាញខ្មែរវាចិញ្ចឹមចិត្តចង់បានទឹកដីខ្មែរនិងប្រាសាទខ្មែរតចំនួនតាំងពីដើមហើយហ្នឹងឯងពាក់វ៉ែនតាដល់តែភ្នែក4នេះអត់បើកគ្រាប់ភ្នែកមើលទេសៀមវាកំពុងតែឈ្លានពានខ្មែរប្រមាណដងហើយសម្ដេចដែលចូលដែលរត់ចោលស្រុកដូចអាក្បត់ជាតិឯងអត់មានតែអាក្បត់ជាតិសំរងស៊ីឯងតែជាអ្នកនយោបាយបញ្ញាក្អែករស់ចាំស៊ីតែលុយស្រោមសម្បត្តិអ្នកគ្រប់គ្រងបានដេកស្រួលស៊ីស្រួលប៉ុណ្ណឹងហើយរកគ្រប់មធ្យោបាយដើម្បីបំផ្លាញខ្មែរទៀតពុកម៉ែបងប្អូនសំរងស៊ីវានិយាយថាថៃគេរួមគ្នាមិនដូចខ្មែរទេបើចង់បានសុខយូរអង្វែងត្រូវដេញសម្ដេចចុះចេញពីតំណែងចំណុចនេះពូជអាក្បត់ជាតិសំរងស៊ីប្រហែលវាមិនបើកគ្រាប់ភ្នែកមើលទេពុកម៉ែបងប្អូនអានេះបានគេហៅថាមានភ្នែកតែអត់ប្រស្រីខ្ញុំចង់ប្រាប់ថាខ្មែរមិនរួបរวมមានតែក្រុមអាក្បត់ជាតិសំរងស៊ីឯងនិងកូនចៅមកចកោមនឹងទេបងប្អូនបើសំរងស៊ីធ្វើភ្លើចាំខ្ញុំប្រាប់ឲ្យវាដឹងខ្មែរមួយប្រទេសគេរួបរวมគ្នាផ្អើលទឹកផ្អើលដីវាអត់បើកគ្រាប់ភ្នែកមើលទេអីប្រជាជនខ្មែរក្មេងចាស់ប្រុសស្រីរួបរวมគ្នាស្រោះដៃគ្នាល្អណាស់ចំណែកកងកម្លាំងគ្រប់ប្រភេទវិញស្រៈដៃគ្នាប្រឹងការពារប្រយុទ្ធការពារទឹកដីណាសូម្បីតែសិស្សសាលាតូចៗក៏ពួកគាត់ឲ្យតម្លៃហើយមានស្មារតីស្នេហាជាតិ
ពួកគាត់បានចូលរួមដាំបន្លែជួយទាហាននិងជនភៀសសឹកផងដែរមិនបាច់និយាយអីច្រើនទេមើលតែបងប្អូនប្រជាពលរដ្ឋខ្មែរដែលគាត់នៅក្រៅប្រទេសមួយចំនួនគាត់ចេញវីដេអូគាត់ដើរដង្ហែថ្កោលទោសទង្វើរបស់សៀមដែលឈ្លានពានខ្មែរចុះសំរងស៊ីឯងបានជួយស្អីខ្លះចូលទៅស្ដាប់វីដេអូជនថោកទាបនេះទៅខ្ញុំដាក់ link Telegram នៅខាងក្រោមតើសំរងស៊ីចេញមកអំពាវនាវឲ្យពលរដ្ឋបះបោលទម្លាក់សម្ដេចតេជោនៅពេលស្រុកទេសមានសង្គ្រាមតើមានប្រសិទ្ធភាពអំណោយផលល្អដល់ពលរដ្ឋកម្រិតណាសៀមឈ្លានពានយើងទម្លាក់គ្រាប់លឺដោយផ្គរលាន់ពលរដ្ឋត្រូវបានភៀសសឹកស្របពេលដែលសម្ដេចតេជោនិងថ្នាក់ដឹកនាំជាច្រើនរូបនិងបងកងកម្លាំងទាហានរបស់យើងកំពុងការពារទឹកដីការពារប្រជាជនហើយសំរងស៊ីមកអំពាវនាវឲ្យបះបោលទម្លាក់សម្ដេចតេជោតើបងប្អូនគិតថាសំរងស៊ីជាមនុស្សឈួតដែលស្រែកឃ្លានអំណាចដែរឬទេសំណួរងាយពុកម៉ែបងប្អូនចូលរួមឆ្លើយទាំងអស់គ្នាតើសំរងស៊ីធ្វើនយោបាយសពថ្ងៃដើម្បីអ្វីអក្បត់ជាតិនេះវានិយាយថាត្រូវបង្កើនសម្ពាធក្នុងនិងក្រៅប្រទេសត្រូវបង្កើនសម្ពាធឲ្យថ្នាក់ដឹកនាំកម្ពុជាធ្លាក់ពីតំណែងសម្ដីមួយឃ្លាននេះរបស់សំរងស៊ីបង្ហាញច្បាស់តែម្ដងបងប្អូនគឺអក្បត់ជាតិនេះវាមានចេតនាបំបែកបំបាក់ផ្ទៃក្នុងជាតិពុកម៉ែបងប្អូនផ្លូវដើររបស់សៀមរាំងស៊ីនិងសៀមអត់ខុសគ្នាទេគឺគោលដៅតែមួយតើសំរងស៊ីមានទំនាក់ទំនងស៊ីជម្រៅបែបណាជាមួយសៀមនេះខ្ញុំសូមហៅសំរងស៊ីថាជាសៀមរាំងស៊ីតែម្ដងទៅកុំឲ្យវាពិបាកសម្ដីរបស់សៀមរាំងស៊ីបានបង្ហាញថាពេលឃើញប្រជាពលរដ្ឋកំពុងរងទុក្ខដោយសារចោរឈ្លានពានស្រាប់ពេលថ្នាក់ដឹកនាំកំពុងតែខិតខំដោះស្រាយកិច្ចការប្រទេសជាតិអាជនក្បត់ជាតិសំរងស៊ីនេះវាមានឱកាសជន់យកតែម្ដងជនថោកទាបសៀមរាំងស៊ីវាចោទថាមកពីថ្នាក់ដឹកនាំនយោបាយយើងចូលដៃចូលជើងជាមួយចោរតើបសៀមវាមានលេសកំតិចចោលធម្មតាទេប៉ះពលរដ្ឋបនលបែងកាស៊ីណូអញ្ចឹងហើយយេអាសណ្ដានឆ្កែកោតតែហែងនិយាយអញ្ចឹងទៅរួចថៃមានសិទ្ធអីមកបំផ្លាញហេដ្ឋារចនាសម្ព័ន្ធបំផ្លាញប្រទេសខ្មែរហាដោយយកលេសចង់កំទេចអ ுக ្រិតកម្មឆោបោកអនឡាញពុកម៉ែបងប្អូនសម្ដីសៀមរាំងស៊ីបានបញ្ជាក់ថាវាកាន់ជើងសៀមឈ្លានពានច្បាស់ណាស់សៀមប្រើយន្តហោះទម្លាក់គ្រាប់បំផ្លាញអាគារបំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋស្លូតត្រង់បងប្អូនខ្លះទៀតបាត់បង់ជីវិតបំផ្លាញស្ពានដែលរាជរដ្ឋាភិបាលកម្ពុជាខំកសាងឡើងដើម្បីបម្រើប្រយោជន៍ប្រជាជនសៀមរាំងស៊ីវាថាជារឿងត្រឹមត្រូវខ្ញុំកោតតែអ្នកនយោបាយដែលតែងតែតាំងខ្លួនឯងជាអ្នកស្នេហាជាតិហ៊ាននិយាយបែបនេះទៅរួចទោះសៀមចោទយកលេសថាទម្លាក់គ្រាប់ចង់កំទេចអ ுக ្រិតកម្មអនឡាញក៏ដោយតែសៀមអត់មានសិទ្ធិទាល់តែសោះដែលធ្វើបែបនេះដាក់ប្រទេសកម្ពុជាសៀមមានសិទ្ធិអំណាចអីមកបង្ក្រាបនៅខ្មែរខ្ញុំចង់ប្រាប់ថាប្រទេសកម្ពុជាតូចមែនមានឯករាជ្យអធិបតេយ្យភាពត្រឹមត្រូវមិនមែនប្រទេសមួយទៀតចង់យកលេសថាមកពីនេះមកពីនោះហើយធ្វើសកម្មភាពវាយប្រហារទម្លាក់គ្រាប់បំផ្លាញប្រទេសយើងហើយថាមកពីចង់កំទេចចោលស្រាប់តែទៅសើចោលទៀតថាគេធ្វើនឹងជារឿងត្រឹមត្រូវពុកម៉ែបងប្អូនបើថាចង់បំផ្លាញអ ுக ្រិតកម្មអនឡាញអានឹងបញ្ហាសកលទៅរាជរដ្ឋាភិបាលកម្ពុជាកន្លងមកបើកឲ្យមានការសហការគ្នាធ្វើការបង្ក្រាបដែរតើមានឃើញអត់យើងសហការជាមួយប្រទេសធំជាច្រើនដើម្បីធ្វើការរឿងនេះចុះសៀមប្រទេសវាជាជំរកអ ுக ្រិតកម្មផងជាជំរកស្រីបេសយាចាផងជាជំរកគ្រឿងញៀនផងមិនក៏ហែងមិនថាមិនក៏ហែងមិននិយាយបែរជាសរសើរសៀមដែលយកលេសហ្នឹងមកវាយប្រហារខ្មែរខ្លាំងម្ល៉េះសៀមវាយប្រហារទម្លាក់គ្រាប់យ៉ាងសាហាវព្រៃផ្សៃបាញ់ផ្ទះប្រជាពលរដ្ឋខ្មែរសាលារៀនវត្តអារាមកណ្ដាលក្រុងសំរោងក្រុងប៉ោយប៉ែតនៅព្រះវិហារជាពិសេសនៅភូមិព្រៃច័ន្ទសៀមបាញ់កំទេចស្ពានមេទឹកបាញ់កំទេចប្រាសាទតាកបីនិងប្រាសាទជាច្រើនទៀតចុះអាចថោកទាបសណ្ដានឆ្កែឯងគិតតែត្រូវមែនមើលខ្ញុំសួរដូចឆោតដោយសារតែអ ுக ្រិតកម្មអនឡាញម៉ែឯងស្អីហ៎ចុះអាថោកទាបឯងគិតតែត្រូវដែរមែនកន្លែងហ្នឹងមែនកន្លែងអ ுக ្រិតកម្មហ៎អ ுக ្រិតកម្មម៉ែឯងអីអាសណ្ដានឆ្កែសៀមវាធ្វើទុកបុកម្នេញប្រជាពលរដ្ឋខ្មែរភៀសសឹកចិត្តកន្លះលាននាក់ទាហានពលីខ្លះរបួសពលរដ្ឋស្លាប់ខ្លះរបួសបាត់បង់ផ្ទះសម្បែងចំណែកថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ខំរិះរកគ្រប់មធ្យោបាយដោះស្រាយកិច្ចការប្រទេសជាតិទាហានប្រឹងប្រយុទ្ធតតាំងនឹងខ្មាំងសត្រូវការពារបូរណភាពទឹកដីពុកម៉ែបងប្អូនវាខំប្រឹងការពារសៀមបែបនេះសង្ស័យសំរងស៊ីរនុកក្នុងសៀមឬបានប្រយោជន៍អីពីសៀមហើយបានជាវាខំញុះញង់ខំនិយាយបំបែកបំបាក់ផ្ទៃក្នុងខ្មែរយើងបែបនេះសន្តានអាក្បត់ជាតិនេះវាក្បត់ទាំងទឹកដីក្បត់ទាំងជនជាតិឯងទៅជួយចោលសៀមមកលេបទឹកដីខ្មែរដើម្បីចង់កាន់អំណាចខ្លួនឯងទៅវាប្រឹងអំពាវនាវឲ្យពលរដ្ឋបះបោដើម្បីចង់ដេញសម្ដេចចេញពីតំណែងចំណុចនេះខ្ញុំចង់ប្រាប់ថាមិនបាច់ស្រមៃទេគេងយកអង្រឹងសម្លឹងមើមេឃទៅ
ព្រោះអ្នកនយោបាយដូចអាសំរងស៊ីក្បត់ជាតិឯងនឹងគេដឹងអំពីសណ្ដានអស់ហើយសំរងស៊ីមាត់វាអួតថាស្នេហាជាតិខ្ញុំចង់ប្រាប់ថាស្នេហាម៉ែឯងអីហាគេឆ្លៀនពៀនប្រទេសម្លឹងហើយវានៅនិយាយការពារគេទៀតគិតមើលទៅបងប្អូនតើសំរងស៊ីស្នេហាជាតិឬចូលដៃចូលជើងជាមួយចៅដើម្បីបំផ្លាញជាតិខ្ញុំចង់ប្រាប់ថាសំរងស៊ីមកក្រាស់ណាស់ក្រាស់រហូតដល់ប្រជាជនជេរថ្មេះដៀលប្រមាថគ្រប់បែបយ៉ាងក៏អត់ឈឺដែរណែលខោនយោបាយរបស់សំរងស៊ីឯងពលរដ្ឋគេដឹងសាច់រឿងអស់ហើយល្មមអោនក្បាលស្ងាត់ខ្លះទៅកុំព្រុសពេកព្រោះសំលេងព្រោះនេះវាអត់ចំណេញដល់ជាតិទេមានតែបំផ្លាញជាតិ